បើគេពិតជាពេញចិត្តយើងគេនឹងខលមកយើងហើយមែនអត់គេមិនចំណាយពេលឆាតជាមួយយើងយូរទេមែនអត់ឬក៏បរិះបរទេសគេមិនចូលចិត្តការខលឬម្យ៉ាងទៀតបើគេគិតត្រឹមមិត្តគេនឹងមិនខលមកយើងទេឬក៏យ៉ាងម៉េចវាអាចមានលក្ខខណ្ឌច្រើនប៉ុន្តែដោយសារសម័យកាលនេះសម្បូរពួក scam ច្រើនពេកមិនសម័យកាលពីមុនទេសម័យកាលបច្ចុប្បន្នសម្បូរអ្នក scam ច្រើនបោកប្រាស់ច្រើនការនិយាយទូរស័ព្ទឃើញមុខគ្នាជាប្រចាំថ្ងៃគឺអាចធ្វើឲ្យមានភាពរឹងមាំឬក៏ច្បាស់លាស់ថាបុគ្គលហ្នឹងមិនមែនជាជនបោកប្រាស់អញ្ចឹងបង suggestion ទោះបីជាគេមិនចាប់ផ្ដើមស្នើសុំនិយាយទូរស័ព្ទមួយយើងមុនយើងខ្លួនឯងបើសិនយើងគិតថាយើងពេញចិត្តគេដែរចង់ដឹងគេកាន់តែច្បាស់យើងអត់គួររង់ចាំគេទេយើងបើសិនយើងគិតថាអូម្នាក់ហ្នឹងគួរឲ្យចាប់អារម្មណ៍ខ្ញុំចង់ច្បាស់ពីគេឲ្យកាន់តែច្បាស់ថាតើយើងអាចបន្តបានដល់ដំណាអញ្ចឹងមិនរង់ចាំគេទេបើគេចាប់ផ្ដើមស្នើសុំនិយាយមួយយើងមុនក៏កាន់តែល្អតែបើសិនជាអត់យើងក៏អាចស្នើសុំមុនដែរ មិនចាំបាច់ថាយើងជាមនុស្សស្រីត្រូវតែរង់ចាំគេនិយាយមុនទេហើយម្យ៉ាងទៀតតើជនជាតិបរទេសអត់ចូលចិត្តនិយាយទូរស័ព្ទមែនទេវាមិនទេបុគ្គលខ្លះគាត់ពិតជាអញ្ចឹងតែបុគ្គលខ្លះក៏មិនអញ្ចឹងដែរដូចប្តីខ្ញុំអញ្ចឹងប្តីខ្ញុំអត់ចូលចិត្តនិយាយទូរស័ព្ទទេប៉ុន្តែខ្ញុំប្រាប់គាត់តាំងពីដំបូងមកខ្ញុំថាខ្ញុំចង់និយាយជាមួយយើងតាមពិតប្តីខ្ញុំពីដំបូងគាត់ជាអ្នកចូលចិត្តឆាតអត់សូវចូលចិត្តនិយាយទេហើយភាសាអង់គ្លេសយើងអត់សូវខ្លាំងអញ្ចឹងពេលដែលនិយាយអត់សូវយល់គ្នាឆាតវាយល់ស្រួលជាងត្រូវប៉ុន្តែការនិយាយទូរស័ព្ទគឺបង្ហាញភាពស្និទ្ធស្នាលនិងភាពច្បាស់លាស់ច្រើនជាងការនិយាយចឹងហើយខ្ញុំលើកទឹកចិត្តឲ្យនិយាយច្រើនជាងឆាតទោះបីជាពេលខ្លះអង់គ្លេសយើងអត់សូវល្អតែយើងអាចប្រើ Google Translate ខ្លះពេលឆាតមុខគ្នាក៏យើងអាចនៅឆាតសរសេរបានដែរឬក៏យើងឃើញមុខគ្នាញញឹមឬក៏ធ្វើសកម្មភាពផ្សេងៗមួយថ្ងៃយើងឃើញគ្នាម្ដងពីរដងតាមរយៈ call ត្រឹមតែ1នាទី3 4នាទីវាក៏មិនយូរពេកដែរយើងអាចមើលឃើញគ្នាកាន់តែច្បាស់ហើយយើងធ្វើបែបហ្នឹងជារៀងរាល់ថ្ងៃអាចមួយអាទិត្យមួយខែពីរខែយើងកាន់តែច្បាស់ថាអូខេនោះគឺជាបុគ្គលគឺជាមនុស្សពិតមិនប្រកាសថាអាចធ្វើជាប្តីយើងបានទេគ្រាន់តែយើងច្បាស់ថាគេមិនមែនជា scam ហេតុអីបានខ្ញុំចេះតែលើកអញ្ចឹងពីព្រោះដោយសាររាល់ថ្ងៃនេះ scam ច្រើនពេកបោកប្រាស់ច្រើនពេកដូច្នេះជៀសវាងការបោកប្រាស់យើងគួរតែមានភាពក្លាហានក្នុងការជជែកឃើញមុខគ្នាផ្ទាល់ជាជាងការឆាតព្រោះអ្នកប៉ិតហើយនិងអ្នកមិនប៉ិតហ្នឹងគឺនៅលាយឡំគ្នាច្រើនពេកអញ្ចឹងបរទេសមិនមែនគ្រប់បរទេសសុទ្ធតែចូលចិត្តឆាតហើយក៏មិនមែនគ្រប់បរទេសសុទ្ធតែចូលចិត្តខលដែរវាអាស្រ័យទៅលើបុគ្គលទេបើយើងពេញចិត្តយើងមិនបាច់រង់ចាំគេទេហើយសួរថាអតើតាគេខលមកយើងទើបគេពេញចិត្តយើងមែន No មិនមែនទេមានបុគ្គលខ្លះគាត់ចូលចិត្តតែឆាតតែគាត់ស្រឡាញ់គ្នាពិតមែនក៏មានករណីបែបហ្នឹងច្រើនដែរវាអត់កំណត់ស្តង់ដារណាមួយជាក់លាក់ទេព្រោះមនុស្សគឺមានចរិតលក្ខណៈដូចគ្នាយើងអាច apply លក្ខខណ្ឌផលប្តីខ្ញុំឬក៏បុរសម្នាក់នោះទៅបុរស2 3នាក់10នាក់100នាក់1លាននាក់ផ្សេងគ្នាទេអញ្ចឹងវាផ្សេងគ្នាទាំងអស់តែបងគ្រាន់តែនិយាយដែរទេកុំកុំគិតតែឯងបើសិនជាយើងមើលឃើញថាអូ background ម្នាក់ហ្នឹងពេលដែលយើងឆាតមួយគេយើងចូលទៅមើល background គេណាអូគាត់មកពីប្រទេសណាកាន់សាសនាអីមានចរិតលក្ខណៈបែបណាត្រូវ standard យើងអត់បើយើងឆាតមួយគេបានរយៈពេលខ្លីឬថា1នាទី2នាទីឬក៏1ថ្ងៃ2ថ្ងៃយើងពេញចិត្តហើយយើងគិតថាយើងពេញចិត្តបែបចង់ឃើញមុខគេថាយើងអាចបន្តដល់ដំណាអញ្ចឹងមិនចាំបាច់គេ request សុំខលមកយើងមុនទេយើងសុំខលទៅគេមុនវាអត់ថោកអីនឹងស្នើសុំគេនិយាយមុនទេនិយាយមែនណាស្រីខ្លះគាត់នៅអៀនខ្មាស់ណាគាត់ថាចេះអូយខ្ញុំតើតាគេខលមកខ្ញុំមុនណាខ្ញុំមិនទៅចិត្តងាយខលទៅគេមុនទេកុំគិតអញ្ចឹងភាពក្លាហានមិនមែនតំណាងថាយើងជាមនុស្សអន់ទេភាពក្លាហានគឺបង្ហាញពីភាពខ្លាំងរបស់យើងទេខ្ញុំពិតជាលើកទឹកចិត្តឲ្យមនុស្សស្រីមានភាពក្លាហានច្រើនក្នុងការស្វែងរកដៃគូដែលយើងពេញចិត្តព្យាយាមជួបមនុស្សដែលយើងចង់បានតែត្រូវតែមានភាពក្លាហានក្នុងការដើរចេញដូចគ្នាហេតុអីបាននិយាយអញ្ចឹងព្រោះមនុស្សស្រីដែលខ្ញុំឃើញណាពីមុនខ្ញុំអត់ហ៊ាននិយាយថាទាំងអស់ទេបច្ចុប្បន្នស្រីៗឥឡូវមានភាពរឹងមាំជាងមុនតែស្រីពីមុនអត់ទេគាត់ពិតជាអត់ងាយក្លាហានក្នុងការញ៉ាយគេមុនបើកចំហមុនទេភាគច្រើនគឺឲ្យខាងប្រុសបើកចំហតែនៅពេលដែលគាត់ឈឺចាប់គឺមនុស្សស្រីគឺគាត់បាក់ខ្លាំងណាស់ពីព្រោះអីទន់ជ្រាយខ្ញុំពិតជាលើកទឹកចិត្តក្នុងការនិយាយមុនក៏បានបើកចំហមុនក៏បានបើមិនយើងពេញចិត្តស្រឡាញ់យើងក៏បើកចំហមុនក៏បានប៉ុន្តែគ្រាន់តែចាំបានឲ្យច្បាស់ថាប្រសិនបើយើងគិតថានៅពេលចំណុចមួយយើងអត់ពេញចិត្តយើងគិតថាវាអាចទៅរួចពេលខ្លះយើងនិយាយពាក្យថាស្រឡាញ់ថ្ងៃហ្នឹងតែថ្ងៃស្អែកយើងក៏រកឃើញថាពួកយើងពិបាកក្នុងការ move on ណាយើងត្រូវការបញ្ចប់ហើយយើងត្រូវតែក្លាហានក្នុងការ say goodbye ដូចគ្នាចាប់ផ្ដើមក៏យើងអាចធ្វើបានបញ្ចប់ក៏ត្រូវធ្វើបានប្រុសអត់មានម្នាក់ប្រុសនៅមានច្រើនអ្នកទៀតកុំថាឡើយយើងអត់ទាន់រៀបការទោះបីរៀបការមានកូនក៏យើងនៅលេងក្បាលចោលយកប្រុសមួយទៀតបានដែរអូខេ
To be strong មនុស្សស្រីខ្ញុំពិតជាលើកទឹកចិត្តឲ្យក្លាហានភាពជាខ្លួនឯងតែចងចាំថាពេលយើងចូលលេងអេបលេងអីក៏ដោយរៀនសូត្រធ្វើការងារត្រូវតែមានសមត្ថភាពកុំរំពឹងមនុស្សប្រុសបើមនុស្សប្រុសចូលមកជីវិតរបស់យើងធ្វើឲ្យយើងកាន់តែល្អអានោះក៏អូខេតែបើសិនជាគាត់អាចបំពេញនៅភាពរីករាយឬក៏ក្តីសុខផ្នែកផ្លូវចិត្តយើងបានទេយើងគួរតែបញ្ចប់ហើយ standard នៃភាពរីករាយឬក៏ standard មនុស្សប្រុសដែលយើងចង់បានគឺអត់ដូចគ្នាទេកុំកុំដាក់ខ្លួនឯងទៅដូចមនុស្សស្រីមួយចំនួនគាត់ថាអូខ្ញុំតើតាប្រុសនេះមានលុយទើបខ្ញុំយកប្រុសអត់លុយខ្ញុំអត់យកទេម្នាក់នេះតសង្ហាទើបខ្ញុំយកអូម្នាក់នេះតតែ single ទើបខ្ញុំយកអញ្ចឹងតើថាគាត់អត់ធ្លាប់មានប្រវត្តិរៀបការឬមាន standard បុគ្គលអត់ដូចគ្នាទេអញ្ចឹងឲ្យតែយើងគិតថាយើងពេញចិត្តយើងយកទៅតែបើសិនជាដល់ថ្ងៃមួយដែលយើងអត់ពេញចិត្តតើតាហ៊ានខ្លះក្នុងការដើរចេញហើយលេងចោល